សម្រាប់ត្រង់ថាណាក៏ជំរាបទោសអាចជំរាបទោសគ្រប់ពេលប្រសិនបើព័ត៌មានការផ្ដល់ព័ត៌មានឬការចែកចាយព័ត៌មានរបស់អ្នកហ្នឹងពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខជាតិការប៉ះពាល់សម្រាប់សាធារណៈហើយអាការពាក់ព័ន្ធនឹងសម្រាប់សាធារណៈឬក៏សន្តិសុខជាតិអត់មានការបោះស្រាយឆ្លងហើយហើយសម្រាប់ការអត់ឯករាជ្យទៀតសម្រាប់ការក្រមស្ពាននយោបាយទៀតជាងាយក្នុងគ្រួសារចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតដែលចែកចាយព័ត៌មានតាមអ៊ីនធឺណិតហើយក្រៅពីនេះរឿងមួយដែលធ្ងន់ទៀតយើងមើលនៅក្នុងមាត្រា25គឺនរណាក្រោយឲ្យតែចែកចាយព័ត៌មានគេហៅថា data ណាភាសាអង់គ្លេសចែកចាយព័ត៌មានបើសិនជាការចែកចាយព័ត៌មានខុសឬក៏មិនត្រូវបានអនុញ្ញាតគឺដល់នឹងត្រូវជាប់ពន្ធនាគារ12ឆ្នាំហើយផាកពិន័យជាទឹកប្រាក់ប្រមាណ24លានដុល្លារ24លានរៀលស្មើនឹងប្រមាណជា$6,000ទៀតហើយឆ្នេះយើងមើលអ្នកលេង Facebook ចាយព័ត៌មានតាម Facebook តាមអ៊ីនធឺណិតស្ដីគឺអត់គាត់ឃើញថាទស្សនៈអស់ផលិតព័ត៌មានខ្វាយគាត់ចែកចាយចាំបាច់មានការអនុញ្ញាតទេអញ្ចឹងហើយខ្ញុំថានោះវាជាទង្វើល្អព្រោះវាជួយមនុស្សជួយសង្គមមនុស្សឲ្យគាត់មានសិទ្ធិក្នុងការឡើងហើយវាជួយឲ្យមនុស្សមានការវិវត្តដល់ពេលច្បាប់ដល់ធ្វើអញ្ចឹងមកកំពុងតែបំផ្លាញអាការរីកចម្រើននៃកម្រិតមនុស្សកំពុងតែបំផ្លាញនៃការវិវត្តនៃសង្គមវិញបើមានអនុសាសន៍អីចំពោះបញ្ហាទីផ្សារទីអនុសាសន៍ខ្ញុំថាវាទី1មិនមែនរដ្ឋាភិបាលធ្វើអីស្រីចិត្តគាត់ព្រោះយើងធម្មតាគាត់ថាគាត់ប្រើប្រាស់អំណាចតាមផ្លូវច្បាប់ណាប៉ុន្តែក៏សំខាន់យើងជាប្រជាពលរដ្ឋដែរយើងជាយុវជនដែរទឹកចិត្តឲ្យរដ្ឋាភិបាលនេះស្រីចិត្តអត់អញ្ចឹងគោលដៅយើងពីរអ្វីយើងចង់អ្វីយើងចង់អ្វីយើងចង់ថាយើងចង់បានរដ្ឋាភិបាលល្អទេហើយយើងចង់បានខ្លួនយើងជាមនុស្សដែលរស់នៅក្នុងសង្គមដែលមានអ៊ីនធឺណិតប្រើប្រាស់ដោយសេរីទេហើយយើងមិនចង់ថាយើងមិនចង់ឲ្យរដ្ឋាភិបាលប្រើឆន្ទៈអីក៏ទង្វើបែបនោះក្នុងការគៀបសង្កត់យើងទេបើយើងចង់បានរដ្ឋាភិបាលល្អរដ្ឋាភិបាលការពារសេរីភាពយើងចង់បានសង្គមមួយដែលយើងមានសិទ្ធិសេរីភាពការប្រើប្រាស់អ៊ីនធឺណិតក្នុងការចែកចាយព័ត៌មានឬទទួលព័ត៌មានហើយយើងមិនចង់បានរដ្ឋាភិបាលដែលមានអត្តចរិតបែបហ្នឹងគឺយើងក៏បោះឆ្នោតគាត់យើងបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលណាដែលយើងចង់បានអញ្ចឹងសេចក្ដីយើងកំដៅទេតែគាត់គាត់ថារដ្ឋាភិបាលខ្លាំងតែគាត់យើងគឺឲ្យគាត់ខ្លាំងសំខាន់ថាយើងឲ្យគាត់ខ្លាំងប៉ុណ្ណាហើយយើងមិនឲ្យគាត់ខ្លាំងប៉ុណ្ណាហ្នឹងទីសល់លើយើងជាប្រជាពលរដ្ឋជាម្ចាស់សង្គមនោះបាទគឺចែកច្បាប់នេះវាប៉ះទៅខាងចេះពុំមានថាមានផលប្រយោជន៍បាទហ្នឹងវាជាទូទៅនៅក្នុង concept ឬក៏គោលគំនិតនៃអ្នកដឹកនាំជាបតៃក៏សង្គមជាបតៃគឺតែងតែធ្វើច្បាប់មួយលើកស្ទួយផលប្រយោជន៍ជាបរដ្ឋហើយការពារជាបរដ្ឋប៉ុន្តែសង្គមនេះវាផ្ទុយទៅនឹងសង្គមនេះគឺអ្នកធ្វើច្បាប់តែងតែមាន concept ឬក៏គោលគំនិតហ្នឹងគឺគ្រប់គ្រងមនុស្សហើយចេះខ្ញុំមើលអាហ្នឹងវាជាទស្សនៈខុសហើយបើសិនជាការ design ច្បាប់ឬក៏ការធ្វើច្បាប់មួយក្នុងគោលគំនិតបែបហ្នឹងគឺជាមានផលប៉ះពាល់អវិជ្ជមានច្រើនជាងផលប៉ះពាល់វិជ្ជមានតែលោកយល់ឃើញយ៉ាងណាដែរដែលថានៅវិទ្យាល័យរដ្ឋាភិបាលយើងក៏បានចែងថាមិនថានៅក្នុងប្រទេសយើងនៅក្រៅប្រទេសក៏មានបញ្ហាហ្នឹងដូចថាឡើយបើសិនជាអ្នកនៅក្រៅប្រទេសក៏ហាក់ពិន័យឬមួយជាប់គុកនៅគ្នាទេយល់យ៉ាងណាទៅតាមពិតដែនកម្រិតនៃច្បាប់ជាច្បាប់ប្រព័ន្ធការចោទប្រកាន់នរណាម្នាក់តាមផ្លូវតុលាការហ្នឹងគឺវាស្ថិតនៅក្នុងព្រំដែននៃទឹកដីនៃប្រទេសមួយមកណាពីទឹកដីណាអញ្ចឹងបានបីលោកបណ្ឌិតសំទូចលោកនឹងខ្លះហ្នឹងគឺអ្នកធ្វើច្បាប់ហ្នឹងអត់បានពិចារណាគ្រប់ជ្រុលជ្រោយគឺបើវា cover ទៅក្នុងប្រទេសកម្ពុជាវាអីទេមិន cover ទៅក្រៅប្រទេសទៅក្នុងថ្នាក់តំបន់ហ្នឹងយើងគ្រប់តំបានទេយើងមានសិទ្ធិអីទៅគ្រប់គ្រងគេមកថាច្បាប់មកថាចកានៅក្នុងប្រទេសខ្មែរច្បាប់អ៊ីនធឺណិតហ្នឹងវាជាសកលសេរីភាពនៃមនុស្សក្នុងការចែកចាយព័ត៌មានប៉ុន្តែគេអាចទៅចែកចាយព័ត៌មានបែបហ្នឹងនៅប្រទេសអូស្ត្រាលីនៅប្រទេសអាមេរិកនៅប្រទេសថៃដែលគេអត់ហាមគាត់តែគេការពារអញ្ចឹងអ្នកធ្វើកម្មហ្នឹងវាអត់មានការពិចារណាគ្រប់ជ្រុលជ្រោយអញ្ចឹងខ្ញុំថាវាអត់នោះស្អីទេចាឈ្មោះខ្ញុំឈ្មោះប៉ាងទៀងខ្ញុំជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីបបផ្សព្វផ្សាយឯករាជ្យឬក៏វិទ្យុសេរីជាសព្វថ្ងៃ VOD